ូទីនព្យាយាមបញ្ឆេះចំនួនចាស់រវាងជប៉ុននិងរុស្ស៊ីចំនួនការទូតរវាងជប៉ុននិងរុស្ស៊ីកំពុងកាន់តែតានតឹងបន្ទាប់ពីលោកវ៉ាឡេមីរ ពូទីនបានទៅទស្សនកិច្ចនៅប្រជុំកោះដែលធ្លាប់មានចំនួនជាមួយជប៉ុនជាង150ឆ្នាំមុនដំណើររបស់លោកពូទីនទៅកាន់កោះដែលមានចំនួននេះអាចធ្វើឲ្យចំនួនដែនដីចាស់ដែលអូសបន្លាយជាងមួយទសវត្សរ៍ផ្ទុះឡើងសារជាថ្មីកាលពីថ្ងៃប្រហោះលោកស្រី Zane Takachi នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថាសកម្មភាពរបស់លោកពូទីនជារឿងដែលមិនអាចទទួលយកបានជាដាច់ខាតហើយត្រូវបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងតូក្យូភ្លាមជាការឆ្លើយតបរុស្ស៊ីបាននិយាយថាគឺជាជប៉ុនទៅវិញទេដែលកំពុងធ្វើការអះអាងដោយគ្មានមូលដ្ឋានលើទឹកដីរបស់រុស្ស៊ីប្រជុំកោះកូរីលលាតសន្ធឹងប្រមាណ 1200 គីឡូម៉ែត្រពីចុងឧបទ្វីបកម្មចាត់ការរបស់រុស្ស៊ីរហូតដល់ភាគឦសាននៃកោះហុកកៃដូរបស់ជប៉ុនទឹកដីដែលកំពុងមានចំនួនគឺកោះចំនួន4ដែលនៅជិតជប៉ុនបំផុតសហភាពសូវៀតបានចូលកាន់កាប់កោះទាំងនេះនៅថ្ងៃចុងក្រោយនៃសង្គ្រាមលោកលើកទី2ជប៉ុនហៅកោះទាំងនេះថាដែនដីភាគខាងជើងខណៈរុស្ស៊ីចាត់ទុកថាជាផ្នែកមួយនៃប្រជុំកោះកូរីលកោះទាំងនេះធ្លាប់ជាទឹកដីរបស់ជនជាតិដើមអៃនូដែលដែនដីរបស់ពួកគេធ្លាប់លាតសន្ធឹងលើកោះកូរីលសាខាលីននិងហុកកៃដូនៅឆ្នាំ1869ជប៉ុនបានបញ្ចូលហុកកៃដូជាផ្នែកនៃប្រទេសហើយបានគ្រប់គ្រងកោះទាំង4ដែលកំពុងមានចំនួននាពេលបច្ចុប្បន្នជប៉ុននិងរុស្ស៊ីបានចុះសន្ធិសញ្ញានៅឆ្នាំ1855ដែលកំណត់អធិបតេយ្យភាពលើតំបន់ទាំងនេះបន្ទាប់មកសន្ធិសញ្ញាឆ្នាំ1875បានផ្ដល់ឲ្យជប៉ុនគ្រប់គ្រងប្រជុំកោះកូរីលទាំងមូលជាថ្នូរនឹងការទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើកោះសាខាលីនក្រោយសង្គ្រាមលោកលើកទី2សន្ធិសញ្ញាសន្តិភាពសាន់ហ្វ្រាន់ស៊ីស្កូឆ្នាំ1951បានឲ្យជប៉ុនបោះបង់ការទាមទារលើប្រជុំកោះកូរីលប៉ុន្តែជប៉ុននៅតែអះអាងថាកោះចំនួន4នៅភាគខាងត្បូងគឺជាផ្នែកនៃទឹកដីរបស់ខ្លួនសហភាពសូវៀតមិនបានចុះហត្ថលេខាលើសន្ធិសញ្ញានេះនោះទេលោកពូទីនគឺជាមេដឹកនាំរុស្ស៊ីទី2ដែលបានទៅទស្សនកិច្ចនៅកោះទាំងនោះលោកឌីមីទ្រីមេដវេដេវបានទៅកាន់កោះនេះចំនួន4ដងក្នុងអំឡុងឆ្នាំ2010ដល់ឆ្នាំ2015នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីលោកស្រីតាកាអេជីបាននិយាយថាដំណើរនេះនឹងធ្វើឲ្យការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែពិបាកនៅក្នុងទសវត្សរ៍ឆ្នាំ2010អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនស៊ូអាបេនិងលោកពូទីនហាក់ដូចជាកំពុងព្យាយាមស្ដារទំនាក់ទំនងប្រទេសទាំងពីរឲ្យប្រសើរឡើងតាមរយៈការបើកចិត្តចរចាលើរឿងកោះទាំងនោះប៉ុន្តែការដែលរុស្ស៊ីដាក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសនៅលើកោះក្នុងឆ្នាំ2020និងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនាពេលនោះនៅឆ្នាំ2021បានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងនេះបរាជ័យបន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានពេញទំហឹងលើអ៊ុយក្រែនក្នុងឆ្នាំ2022ជប៉ុនបានរឹតបន្តឹងជំហររបស់ខ្លួនចំពោះរុស្ស៊ីនិងបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូជប៉ុនធ្លាប់បង់ប្រាក់ទៅរុស្ស៊ីដើម្បីទទួលបានសិទ្ធិនេសាទនៅតំបន់កោះទាំងនោះរហូតកិច្ចព្រមព្រៀងត្រូវបានបញ្ចប់នៅឆ្នាំ2022តំបន់នេះក៏អាចមានធនធានរ៉ែដ៏មានតម្លៃផងដែរប៉ុន្តែសារៈសំខាន់របស់កោះទាំងនេះមិនមែនមានតែផ្នែកសេដ្ឋកិច្ចនោះទេវាមានសារៈសំខាន់ខាងយុទ្ធសាស្ត្រនិងនិមិត្តសញ្ញាសម្រាប់រុស្ស៊ីបានពង្រឹងវត្តមានយោធានៅលើកោះទាំងនេះដោយសារកោះនេះស្ថិតនៅចន្លោះសមុទ្រអូខតនិងមហាសមុទ្រប៉ាស៊ីហ្វិកការគ្រប់គ្រងកោះទាំងនេះបានផ្ដល់ឲ្យកងទ័ពជើងទឹករុស្ស៊ីនៅផ្លូវចេញទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកពេញមួយឆ្នាំបញ្ហាដែនដីភាគខាងជើងគឺជាប្រធានបទដ៏រសើបនៅក្នុងប្រទេសជប៉ុនផងដែរក្រមជាតិនិយមជប៉ុនតែងតែធ្វើបាតកម្មប្រឆាំងរុស្ស៊ីនិងទាមទារឲ្យរដ្ឋាភិបាលបន្តប្រកាន់ជំហររឹងមាំលើបញ្ហាកោះទាំងនេះលោកស្រីសាណេតាកាអេជីក៏កំពុងរងសម្ពាធឲ្យឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះទីក្រុងមូស្គូយ៉ាងណាមិញទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយទីក្រុងមូស្គូទំនងជាបានដឹងជាមុនថាដំណើររបស់លោកពូទីនទៅកាន់កោះដែលមានចំនួននេះនឹងបង្កឲ្យលោកស្រីសាណេតាកាអេជីប្រតិកម្មយ៉ាងខ្លាំងហេតុការណ៍នេះក៏កើតឡើងបន្ទាប់ពីមានការលាតត្រដាងថាបញ្ហាចារកម្មនិងការផ្គត់ផ្គង់សម្ភារៈយោធារបស់រុស្ស៊ីដ៏ធំមួយបានធ្វើប្រតិបត្តិការនៅជប៉ុនរយៈពេលយូរដោយស្ទើរតែមិនមានការរារាំង